បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត Facebook ដោយប្រើ Gmail បាទអញ្ចឹងវីដេអូមុនទី1របស់ខ្ញុំគឺខ្ញុំបានបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត Gmail បាទអញ្ចឹងយើងយក Gmail នោះដើម្បីមកបង្កើត Facebookអូខេអញ្ចឹងកុំឲ្យចាំយូរយើងចូលទៅទាំងអស់គ្នាបាទអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នានៅលើ computer របស់ខ្ញុំបាទជាដំបូងគឺយើងចូលទៅក្នុង Chrome បើយើងអាចចូលទៅក្នុង Chrome ឬក៏ Safari ឬក៏ Internet ដូចជា Opera អីអញ្ចឹងទៅផ្សេងមានច្រើនបាទអញ្ចឹងខ្ញុំជ្រើសរើសយក Google Chrome គឺវាងាយស្រួលបាទអញ្ចឹងយើងវាយពាក្យថា Facebook មកអូសុំទឹកមកជាប់អញ្ចឹងយើងវាយ Facebook មក Facebook បាទអញ្ចឹងគឺវា load មកលើនេះយើងវាយជា Facebook login បាទយើងវាយបែបនេះមកអញ្ចឹងយើងមើលនៅកន្លែងនេះអញ្ចឹងកន្លែងនេះក៏បានដែរ Facebook login sign up អញ្ចឹង sign up នេះគឺជាការដែលយើងបង្កើតលើកដំបូងឬក៏យើងអាចសរសេរបែបនេះក៏បានដែរបាទអញ្ចឹងគឺវា load ឲ្យមកបែបនេះយើងជ្រើសរើសយ៉ាងនេះមក create Facebook account អញ្ចឹងនៅកន្លែងនេះគឺវា load មកបែបនេះអញ្ចឹងគឺយើងជ្រើសរើសយកនេះ create a new account បាទអញ្ចឹងវា load ទៅចូលនៅក្នុង Facebook ចាស់របស់ខ្ញុំអញ្ចឹងដើម្បីយើងបង្កើត Facebook ថ្មីបានគឺយើងត្រូវតែ log out Facebook ចាស់នេះសិនចេញពីទូរស័ព្ទឬក៏ computer របស់យើងសិនបាទអញ្ចឹងគឺខ្ញុំ log out សិនបាទអញ្ចឹងគឺវាចេញបែបនេះអញ្ចឹងនៅពេលដែលវាចេញបែបនេះអញ្ចឹងគឺយើងអាចជ្រើសរើសយក create new account បាទយើងចុចចូលមកកន្លែងនេះគឺគេឲ្យយើងជ្រើសរើសគេឲ្យយើងដាក់ឈ្មោះបាទថ្ងៃខែឆ្នាំកំណើត page ប្រភេទ Gmail ឬក៏លេខទូរស័ព្ទហើយនិង password អញ្ចឹងខ្ញុំដាក់មកបាទសំទោសខ្ញុំដាក់ថាចេះទៅបាទខ្ញុំដាក់បែបនេះហើយទៅជាមួយនឹងថ្ងៃខែឆ្នាំកំណើតបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចដាក់អ្វីក៏បានដែរខ្ញុំសូមដាក់បែបនេះទៅខ្ញុំដាក់ងាយស្រួលមិនប្រើទេ Facebook នេះហើយនិយាយរួមហើយឆ្នាំរបស់យើងគឺដាក់ធ្វើយ៉ាងម៉េចឲ្យយើងគ្រប់18ឡើងអញ្ចឹងយើងអាចដាក់លើសដល់19ឬក៏20បាទបើសិនជាយើងដាក់ក្រោម18គឺ Facebook មិនឲ្យយើងទេអញ្ចឹងយើងដាក់អាយុច្រើនទៅ20ជាងឬក៏យើងដាក់ថ្ងៃខែឆ្នាំកំណើតរបស់យើងពិតប្រាកដក៏បានដែរក៏ប៉ុន្តែបើសិនជាយើងអាយុមិនទាន់គ្រប់ក៏បានដែរអញ្ចឹងយើងដាក់ឲ្យវាគ្រប់មកខ្ញុំជ្រើសរើសឆ្នាំ2000ចេះទៅគ្រាន់តែជាការបង្រៀនទេបាទហើយយើងអាចកែវាបានកន្លែងនេះគឺគេឲ្យយើងជ្រើសរើស gender page បាទអញ្ចឹងជ្រើសរើសមក female ហើយនិង male អញ្ចឹងគឺមានភេទប្រុសហើយនិងភេទស្រីបាទអញ្ចឹងខ្ញុំជ្រើសរើសភេទប្រុសខាងលើគឺជាភេទស្រីហើយកន្លែងនេះគឺគេឲ្យយើងដាក់ Gmail បាទអញ្ចឹង Gmail របស់ខ្ញុំដែលខ្ញុំបានបង្កើតកាលពីវីដេអូមុនខ្ញុំចូលច្រាស់បាទហើយបន្តមកកន្លែងនេះគឺគេឲ្យយើងដាក់លេខសម្ងាត់បាទអញ្ចឹងយើងបង្កើតមកលេខសម្ងាត់អាចថាយើងដាក់ឲ្យលើសពី8ទៅមានអក្សរមានលេខឬក៏មានអក្សរធំអក្សរតូចអញ្ចឹងមកយើងដាក់មកខ្ញុំដាក់មានអក្សរមានលេខហើយនិងសញ្ញាពិសេសមួយហើយបន្តមកទៀតយើងចុច submit តើវាឲ្យអត់បាទយើងចូលទៅ
ok chẳng cái này ní cứ việc bàn phía lấy code pram cái tung từ nông Gmail bao giờ chẳng cho để chạy Gmail bao giờ và chẳng và cho mình nhầm lấy code ní sao nhầm rong có khơi năng thật ai ao ở đấy ok mà vì ao đấy mình chẳng cứ dương bàn xâm rải vậy dương bàn chụp chơi vậy chẳng lại ní chuyện ấy ok mà đầm mây ao về sale được nông computer có tủ sập bao giờ bằng cái tô bật tiền mà chẳng dương bàn chỉ Facebook muối ní chúng đã chung tấm AF tấm TOEM AF mà chẳng dương tự đã rụp hiệp mà chương tự đã rụp hiệp đôi chỉ riêng bật time nên là ai xem tiền trắng đôi chỉ riêng chọn đôi số mua chương chọn bật time rụp hiệp chương chọn đã rụp cover chương chọn đã rụp chia background trắng là lại nè bạn được trong cái lại qua không ai ní cứ cái áo dương add cover photo cứ rụp hiệp tiền càng khỏi trắng dương ai chưa rồi màខ្ញុំចូលទៅក្នុង computer របស់ខ្ញុំអត់មានរូបទេអញ្ចឹងខ្ញុំជ្រើសរើសម្ដងទៀតខាងក្រោមនេះគឺ upload photo គឺមានន័យថាយើងដាក់រូបភាពដែលមាននៅក្នុង computer ឬក៏ទូរស័ព្ទដៃរបស់យើងអូខេអញ្ចឹងបាទយើងទៅរកមកយើងដាក់កន្លែងណាយើងទៅរកកន្លែងហ្នឹងអូខេខ្ញុំមានរូបដូចជា Telegram មាន ok កុំឲ្យពិបាកពេលឆ្ងាយខ្ញុំដាក់រូបនេះហ្មងទៅបាទអញ្ចឹងរូបភាពដែលខ្ញុំដាក់មកអញ្ចឹងកន្លែងនេះគឺគេឲ្យយើង save change បាទអញ្ចឹងយើងអាច save មកឬក៏យើងបន្ថែមរូបនេះមួយទៀតមកយើងចុចនៅលើហ្នឹងមកទៅមកយើងដាក់រូបឧទាហរណ៍ថាខ្ញុំទៅរករូបភាពក្នុងនេះអត់មានដែរក្នុង download នេះចឹងបាទខ្ញុំអាចដាក់ជារូបភាពបែបណាមកខ្ញុំដាក់រូបភាពនេះវាជា Facebook របស់ខ្ញុំអញ្ចឹងវាអត់បញ្ហាទេអញ្ចឹងកន្លែងនេះគេឲ្យយើងដាក់ description មក description នេះយើងដាក់ក៏បានមិនចាំបាច់ក៏បានហើយកន្លែងនេះយើងអាចប្រួមវាបរិចអញ្ចឹងទៅនេះមកគឺរូបភាពខ្ញុំកាលពីឆ្នាំណាទេដូចជា2017រូបភាពចាប់មើលណាមកមុខឡើងខ្មៅនៅកូរ៉េតែមុខខ្មៅអូខេបន្ទាប់មកទៀតយើងមកយើងអាចសារ៉េវាបានដែររូបហ្នឹងយើងអាចក្របវាមកមិនយើងចង់បានបែបមិនទូចធំអីតែយើងចឹងមកយើងសារ៉េឆ្វេងស្ដាំអីមកអញ្ចឹងមកយើងដាក់បែបនេះមកវាអេមបន្តិចអីចាបាទសារ៉េវាចំកណ្ដាលមកហើយបន្តមកទៀតយើង save វាមកចឹងយើងចាំមើលវាអូខេអញ្ចឹងកន្លែងនេះគឺវាអូខេឲ្យយើងហើយអញ្ចឹងរូបហ្នឹងក៏យើងបាននៅបន្ទាប់មកទៀតរូបនេះមិនអត់ជាប់ដាក់ម្ដងទៀតមកបើវាមិនជាប់ខ្ញុំអាចដាក់រូបនេះក៏បានដែរកុំឲ្យវែងឆ្ងាយបងប្អូនមានរូបភាព save ដាក់កន្លែងណាគឺយើងទៅរកកន្លែងហ្នឹងមកសម្រាប់នៅលើ computer បើនៅលើបាទខ្ញុំបែបនេះមកម្យ៉ាងដែរនេះរូបភាពនេះស្អាតជាងបាទនេះគឺជារូបភាពដែលខ្ញុំ generate ពី AI ទេតែយើងយកមកកែវាអញ្ចឹងខ្ញុំដាក់ជា food blog អញ្ចឹងទៅឈ្មោះរបស់ខ្ញុំគឺខ្ញុំគេតែដាក់ទេគ្រាន់តែជាការសម្រាប់បង្រៀនបាទអញ្ចឹងវីដេអូនេះគឺបានមកដល់ទីបញ្ចប់ហើយបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនានៅវីដេអូរបស់ខ្ញុំហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចចុច like share និង follow page ក៏ដូចជាចុច subscribe channel YouTube របស់ខ្ញុំមួយផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទទួលបាននៅវីដេអូថ្មីបន្ថែមទៀតផងដែរបាទសូមអរគុណសូមជម្រាបលា